ខ្ញុំបាទឈ្មោះងួនលីហួរដែលជាអតីតនិស្សិតរបស់វិទ្យាស្ថាន CEO ខ្ញុំរៀន4ឆ្នាំកាលនោះខ្ញុំរៀនឆ្នាំទី1ហើយក៏ទទួលបានឱកាសធ្វើការអញ្ចឹងការដែលយើងរៀនបដៅធ្វើការបដៅគឺធ្វើឲ្យយើងមានសមត្ថភាពខ្លាំងពូកែព្រោះយើងរៀនទ្រឹស្ដីហើយបើយើងអត់បានអនុវត្តវាស្មើនឹងយើងអត់ដឹងថាទ្រឹស្ដីហ្នឹងវាត្រូវឬក៏ធ្វើបានផលមិនបានផលទេចឹងខ្ញុំក៏ធ្វើការជាមួយនឹងលោកគ្រូរយៈពេល5ឆ្នាំរៀនបដាធ្វើការបដាហើយក៏បានលុយបដាដែរវិទ្យាស្ថាន CEO ថាមានចំណូលច្រើនអាយុ30ចង់យូរពេកតែពិតមិនដល់30ទេបើយើងខំប្រឹងប្រែងឲ្យខ្លាំងតែម្ដងគឺមិនដល់30ទេយើងបានចំណូលមួយដែលមធ្យមខ្ពស់ហើយសប្តាហ៍ថ្ងៃខ្ញុំជាម្ចាស់អាជីវកម្មដែលចេញពីការធ្វើការចេញពីរៀនមកខ្ញុំចាប់ផ្ដើមជាមួយបងប្រុសខ្ញុំបើកហាងកាត់សក់បរោះបាទដែលសប្តាហ៍ថ្ងៃមាន17សាខានៅភ្នំពេញហើយនៅខេត្តភរិយាខ្ញុំរៀនជាមួយគ្នាដែរបាទចំណេញទាំងអស់អញ្ចឹងការដែលយើងរៀនបដាធ្វើការបដាវាហត់បន្តិចមែនប៉ុន្តែយើងទទួលបាននៅសមត្ថភាពជំនាញពិតប្រាកដខ្ញុំតែងតែដឹងគុណទៅលើកម្មវិធីសិក្សារបស់ CEO វិទ្យាស្ថានធ្វើឲ្យខ្ញុំមានសមត្ថភាពពិតប្រាកដដែលមិនមែនគ្រាន់តែទ្រឹស្ដីទេយើងអនុវត្តយើងធ្វើការបានប្រសិទ្ធភាពបានផលពិតរៀនផងធ្វើការផងវាអត់សូវសុបាយទេវាហត់មកឥឡូវហ្នឹងមកសុបាយវិញបាទយើង enjoy ពេលវេលាច្រើនជាងយុវវ័យវិញមានលុយវាសុបាយច្រើនជាងសុបាយអត់លុយរស់នៅដោយមានសុភមង្គលអត់មានបញ្ហារឿងហិរញ្ញវត្ថុសុភមង្គលយើងមានបាទជាបន្តរហូតហើយកសាងវាបន្តរៀនជាមួយលោកគ្រូរហូតខ្ញុំជាលទ្ធផលមួយដែលជាសិស្សរបស់វិទ្យាស្ថាន CEO ដែលខ្ញុំរៀនតាំងពី2019បាទប្រឹងប្រែងរៀនសូត្រដើរតាមលោកគ្រូអ្នកគ្រូជាលទ្ធផលពិតប្រាកដចំពោះមុខបងប្អូនបាទអរគុណបាទអរគុណ